កាលវិភាគការងារខ្ញុំរវល់ដល់ថ្ងៃអាទិត្យរីឯរឿងជីវិតបែរទុកឲ្យអ្នកចិត្តខាងគិតទោះខំប្រឹងធ្វើល្អក៏គេនៅថាខ្ញុំអត់គំនិតអូខេបើចង់ដឹងខ្លាំងចាំខ្ញុំបាញ់ចេញនៅចរិតពិតនៅផ្ទះស្ងាត់គេថាក្មេងនេះប្រៀបដូចជាឈួតដល់ពេលជោគជ័យគេខំក៏មិនថាវាតែអួតសម័យពីដើមជួយយកអាសាគេឲ្យតម្លៃសម័យឥឡូវធ្វើល្អប៉ុណ្ណាក៏គេថាចង់រៃយកមិនទៅមកពីណាឬមួយក៏ទៅមកពីផឹកស្រាឃើញផ្នែកក្រហមចោលថាខ្ញុំនេះជប់កាញ់ឆាសួររឿងប្រាក់ខែគោលបានប៉ុន្មានដែលទៅអាវ៉ាប្រៀបនឹងកូនមីងមិនបានខែមុនគេឲ្យ$60ខ្ញុំមិនចង់បបត់ព្រោះជិលបងជាបញ្ហាតែមីងតាមដានរាល់ថ្ងៃដូចជាកាមេរ៉ាសវត្ថិភាពឃើញគេស៊ូក្រីក្រមីងចូលចិត្តយកទៅប្រៀបធៀបអ៊ីពូមីដុល្លារជាញើឈាមមិនមែនការរងាថោកពីម្សិលមីងមកពីយកអ្នកស្រីដែលដប់នឹងត្រូវជាអីមីងឃើញហើយហួចចិត្តថាយុវជននេះពិតមិនត្រប៉ីសង្ស័យចែកលុយខ្ជះខ្ជាយព្រោះតែអួតចង់បានមុខមាត់ថ្មីខ្ញុំសួរត្រឡប់ទៅវិញមកបីហើយមីងអត់សម្រានទេអីរឿងក្មួយទេមីងកុំភ័យយកពេលទៅសម្រាប់ថែរក្សាសុខភាពកុំយកជីវិតអ្នកដទៃមកធ្វើជាប្រធានបទសន្ទនាសង្គមគេដើរទៅមុខឈប់អង្គុយចាំចាប់កុំហោះគេរស់ក្នុងវ័យនេះទៅហើយគួរស្វែងរកសេចក្តីសុខតទេកាលវិភាគការងារខ្ញុំរវល់ដល់ថ្ងៃអាទិត្យរីឯរឿងជីវិតបែរទុកឲ្យអ្នកចិត្តខាងគិតទោះខំប្រឹងធ្វើល្អក៏គេនៅថាខ្ញុំអត់គំនិតអូខេបើចង់ដឹងខ្លាំងចាំខ្ញុំបាញ់ចេញនៅចរិតពិតនៅផ្ទះស្ងាត់គេថាក្មេងនេះប្រៀបដូចជាឈួតដល់ពេលជោគជ័យគេខំក៏មិនថាវាតែអ៊ូសម័យពីដើមជួយយកអាសាគេឲ្យតម្លៃសម័យឥឡូវធ្វើល្អប៉ុណ្ណាក៏គេថាចង់រៃរឿងក្មួយទេមីងកុំភ័យទៅកេងទៅមីងយប់ជ្រៅហើយមីងកុំភ័យទៅកេងទៅមីងយប់ជ្រៅហើយរឿងក្មួយទេមីងកុំភ័យទៅកេងទៅមីងយប់ជ្រៅហើយចាប់